Trump គម្រាម BBC ឲ្យចាត់វិធានការផ្លូវច្បាប់ជំវិញការកែសម្រួលសន្ទរកថាបែប Panorama លោក Donald Trump បានគម្រាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង BBC បន្ទាប់ពីមានការរិះគន់អំពីរបៀបដែលសន្ទរកថាដែលប្រធានាធិបតីអាមេរិកបានធ្វើត្រូវបានកែសម្រួលនិងប្រើប្រាស់ក្នុងភាពយន្តឯកសារបែប Panorama ក្រុមអ្នកច្បាប់របស់គាត់បានផ្ដល់ឲ្យ BBC នៅថ្ងៃផុតកំណត់នៅថ្ងៃទី14ខែវិច្ឆិកាដើម្បីធ្វើការដកហូតពេញលេញនិងយុត្តិធម៌នៃភាពយន្តឯកសារឬប្រឈមនឹងការប្តឹងទាមទារសំណងចំនួន$1 ប៊ីលានឬ760លានលីប៊្រាការលេចធ្លាយឯកសារផ្ទៃក្នុងរបស់ BBC បាននិយាយថាកម្មវិធីនេះបានបំភាន់អ្នកទស្សនាដែលបំបីផ្នែក2នៃសន្ទរកថាថ្ងៃទី6ខែមករាឆ្នាំ2021របស់ Trump ជាមួយគ្នាដែលធ្វើឲ្យវាហាក់ដូចជាគាត់កំពុងជំរុញឲ្យមនុស្សវាយប្រហារគារ Capitol សហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតរបស់គាត់នាយកប្រតិបត្តិសារព័ត៌មាន BBC លោក Deborah Thanes បានទទេថាសារភាពនឹងមិនមានភាពលំអៀងក្នុងស្ថាប័នទេបន្ទាប់ពីការលេលែងពីតំណែងជាមួយអគ្គនាយក Tim Davis ទីប្រឹក្សាខាងក្រៅឯកលេខនៃគណៈកម្មាធិការស្តង់ដារវិចារណាកថារបស់ស្ថានីយផ្សាយអនុដារណៈនេះបានចោទប្រកាន់ BBC អំពីបញ្ហានៅក្នុងតំបន់ហ្គាហ្សារបស់វាការប្រឆាំងលោក Trump និងការលំអៀងប្រឆាំងនឹងអ៊ីស្រាអែលនិងការរាយការណ៍ពីអ្នកបដូរភេទតែមួយក្នុងចំណោមបញ្ហាផ្សេងទៀតផងដែរវាក៏រំលេចការកែសម្រួលបែប Panorama ផងដែរកាលពីថ្ងៃច័ន្ទប្រធាន BBC លោក Samir Shah បានទទួលយកកំហុសនៃការវិនិច្ឆ័យបានធ្វើឡើងលើភាពយន្តឯកសារនិងថាសំទោលកថាដែលបានកែសម្រួលបានផ្ដល់ចំណាប់អារម្មណ៍នៃការអំពាវនាវបែបផ្ទាល់ដោយសកម្មភាពនិងនិយាយថា BBC ចង់សុំទោសដើម្បីវាប៉ុន្តែឆ្លើយតបទៅនឹងលិខិតរបស់គណៈកម្មាធិការផ្សព្វផ្សាយវប្បធម៌និងកីឡាលោកបាននិយាយថាវាមិនពិតទេដែលអនុដារណៈនេះបានរកឃើញបញ្ហាដែល BBC បានស្វែងរកការបញ្ចុះឬក៏មិនត្រឹមត្រូវដែរដើម្បីបង្ហាញថា BBC មិនបានធ្វើអ្វីដើម្បីដោះស្រាយកង្វះដែលលើកឡើងក្នុងអនុដារណៈនោះលិខិតរបស់ Trump ដែល BBC បានទទួលការពីថ្ងៃអាទិត្យអំពាវនាវឲ្យមានការសុំទោសនិងឲ្យសារភាពផ្ដោតសំណងសមរម្យទៅប្រធានាធិបតីនេះវាបានចោទប្រកាន់ BBC ថាមានការនិយាយមិនពិតបំផាច់គេឈ្មោះបំភាន់និងបំផុសបំឡាមអំពីគាត់មេធាវីរបស់ Trump លោក Alessandro Brito ក៏បានចោទប្រកាន់ BBC ពីបទបរិហាគេឈ្មោះក្រោមច្បាប់ Florida នៅក្នុងលិខិតរបស់គាត់ទៅនឹងគណៈកម្មាធិការនេះសាសបាននិយាយថា BBC ទទួលបានបណ្ដឹងជាង500បណ្ដឹងចាប់តាំងពីបោះពុម្ពអនុដារណៈនេះលោកបាននិយាយថាការកែសម្រួលបែប Panorama ត្រូវបានពិភាក្សាដោយគណៈកម្មាធិការនៅខែមករានិងឧសភាឆ្នាំនេះនៅក្នុងភាពមានមួយឆ្លងតលាយើងនៃការគ្រប់គ្រងបោះឆ្នោតនៅសហរដ្ឋអាមេរិករបស់ BBC លោកបានបន្ថែមថា Prescott និងសមាជិកគណៈកម្មាធិការមួយចំនួនបានស្ដែងប្រមអំពីវានៅពេលនោះShah បានបន្ថែមថាគាត់បាន Prescott ក៏បានសម្ដែងការព្រួយបារម្ភអំពីកង្វះសកម្មភាពដើម្បីដោះស្រាយនៅអ្វីដែលគាត់បានពិពណ៌នាថាជាបញ្ហាជាប្រព័ន្ធនៃភាពលំអៀងនៅក្នុងការផ្សាយរបស់ BBC Arabic អំពីសង្គ្រាមអ៊ីស្រាអែលហ្គាហ្សាហើយគាត់ក៏បានលើកឡើងពីការព្រួយបារម្ភអំពីការផ្សាយរបស់អ្នកផ្សាយអំពីបញ្ហា trends ដោយស្នើថាវាត្រូវបានត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពដោយអ្នករីកាពិសេស LGBT ដែលបានផ្សព្វផ្សាយរបៀបវារៈដែលគាំទ្រការបដូរភេទលិខិតរបស់ Shah បានកត់សម្គាល់ថាបញ្ហាទាំងនេះត្រូវបានពិភាក្សាដោយគណៈកម្មាធិការស្តង់ដារវិចារណធិការរួមទាំងកង្វល់ទាក់ទងនឹង BBC Arabic គាត់បាននិយាយថាការពិនិត្យឡើងវិញលើការគ្របដណ្ដប់នៅអត្តសញ្ញាណភេទនិង gender បានកត់សម្គាល់ថាការគ្របដណ្ដប់ភាគច្រើនបានបំពេញតាមស្តង់ដាររបស់ BBC នៃភាពមិនលំអៀងនិងភាពត្រឹមត្រូវលោកបាននិយាយថាគណៈកម្មាធិការទទួលស្គាល់ថាមានឱកាសដែល BBC ទទួលខុសត្រូវនិងចាត់វិធានការនៅពេលចាំបាច់រួមទាំងវិធានការវិន័យការធ្វើអបច្ចបនភាពគោលការណ៍ណែនាំនិងការចេញការខែតម្រូវលោក Prescott ប្រហែលជាបានវិនិច្ឆ័យថាសកម្មភាពបុគ្គលទាំងនេះមិនគ្រប់គ្រាន់ហើយនោះគឺជាគំនិតរបស់គាត់ហើយវាគឺជាពិតសម្រាប់គាត់ដើម្បីបង្កើតការវិនិច្ឆ័យនោះអ្វីទៅយ៉ាងណាវាមិនមែនជាការពិតទេដើម្បីនិយាយថាការព្រួយបារម្ភត្រូវបានប្រងើយកណ្ដោយឬសកម្មភាពមិនបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនិពន្ធនាយកការផ្នែកវប្បធម៌របស់ BBC លោក Katie Razal លោក Shah បានទទិញថាវាមិនពិតទេដែលអង្គការមិនបានធ្វើអ្វីដើម្បីដោះស្រាយបញ្ហាដោយលើកឡើងពីសកម្មភាពដែលបានធ្វើឡើងនៅសេវា BBC Arabic និងអង្គភាពសារព័ត៌មានដែលមានទម្រង់វែងគាត់ក៏បានការពារ BBC ប្រឆាំងនឹងការចោទប្រកាន់ថាមានការលំអៀងប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងការផ្សាយរបស់ខ្លួនអំពីសង្គ្រាមអ៊ីស្រាអែលហ្គាហ្សាគាត់បាននិយាយថាបញ្ហាជាច្រើនដែលលើកឡើងដោយ Prescott កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងហើយនោះគឺរួមមានកំហុសបុគ្គលនិងបញ្ហាមូលដ្ឋានបន្ថែមថាសកម្មភាពនេះគឺនឹងបានធ្វើឡើងលើទាំងពីរប៉ុន្តែបានច្រើនបោកការអះអាងអំពីភាពលំអៀងជាប្រព័ន្ធប្រធានាធិបតីសហរដ្ឋអាមេរិកមានប្រវត្តិដ៏យូរនៃការចាប់ផ្ដើមឬគំរាមកំហែងសកម្មភាពផ្លូវការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងលទ្ធផលផ្សេងកាលពីខែកក្កដាដៃគូរបស់ BBC អាមេរិក CBS News និងក្រុមហ៊ុនមេរបស់វា Paramount បានទូទាត់ប្រាក់ចំនួន$16 លានឬ$13.5 លានបន្ទាប់ពីចាត់វិធានការផ្លូវការរបស់ Trump ដែលចោទប្រកាន់ការកែប្រែបទសម្ភាសន៍ជាមួយអនុប្រធានាធិបតីនិងបេក្ខជនប្រជាធិបតេយ្យ Kamala Harris នៅមុនដល់ពេលបោះឆ្នោតឆ្នាំ2024